គោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ចាថ្ងៃនេះនាងខ្ញុំមកស្រាយចម្ងល់ដែលបងប្អូនឆ្ងល់ថាអ្នកម្ដាយខ្ញុំនឹងជាអ្នកសច្ចាំជាគ្រូទាយឬក៏ជាអីណាអញ្ចឹងណាតាមពិតអ្នកម្ដាយខ្ញុំគឺជាមនុស្សធម្មតាចាគ្រាន់តែលោកធ្លាប់ផ្លឹកហើយលោកជម្រាបជូនបងប្អូននៅអ្វីដែលលោកបានជួបចាអញ្ចឹងដើម្បីឲ្យអស់ការសង្ស័យសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នាទៅជួបជាមួយនឹងអ្នកម្ដាយចាដែលនៅចិត្តនាងខ្ញុំចាសូមអរគុណរឿងជំនឿណាកូនបើកូនចៅជឿក៏ជឿកូនចៅមិនជឿក៏មិនអីដែរពីដើមលោកយាយជាអ្នករាជការជាឈ្មោះធ្វើការនឹងទីពេទ្យរដ្ឋតែលោកយាយអត់ដែរជឿអីទេតែដោយសារតែលោកយាយផ្លឹកនេះទើបលោកយាយអាចដឹងរឿងហើយលេខដឹងរឿងអ្វីលោកយាយប្រាប់ប៉ុណ្ណឹងលោកយាយមិនមែនជាគ្រូទាយតែជាអ្នកផ្លុំស្ដោះផ្លុំគ្រូចេះមុនគេថាអ្វីទាំងអស់ណាកូនឲ្យផ្លុំភាំងកូនឯងមានអត់ទេណាកូនជឿក៏ជឿកូនមិនជឿក៏មិនអីដែរកូនដូចកន្លងមកអញ្ចឹងណាលោកយាយគ្រាន់តែនិយាយនៅរឿងអ្វីដែលលោកយាយបានឃើញតែប៉ុណ្ណោះឲ្យប្រាប់កូនចៅណាកូនហើយថ្ងៃនេះលោកយាយមានរឿងមួយប្រាប់កូនណាចាអំពីរឿងព្រះផុសនេះព្រះមិនម៉ែតើព្រះផុសនឹងជានិមិត្តសញ្ញាអ្វីតាមការយល់របស់ពួកកូនចាកូនអាចឆ្លើយបានទេកូនគិតថាព្រះផុសនឹងនៅបវលនឹងគឺលោកមកជួយឲ្យប្រទេសយើងអស់សង្គ្រាមហើយយើងរុងរឿងថាអាចម្យ៉ាងដែរចាកូនអញ្ចឹងជាអីវិញម៉ែចាតែការគឺលោកជាអ្នកបង្ក្រាបមុនខ្មៅលោកនេះគាថាលោកជាអ្នកបង្ក្រាបមុនខ្មៅណាកូនចាបង្ក្រាបមុនខ្មៅនៅណាទៀតម៉ែមុនខ្មៅមាននៅមិនទាន់អស់ហើយណាកូននៅណាវិញមិនគេទាំងកូននៅប្រទេសថៃនឹងណាឯងប្រទេសថៃនឹងណាកូនវាចូលមកចងគ្រប់ប្រាសាទខ្មែរយើងទាំងអស់ណាកូនប្រាសាទគ្រប់ទាំងអស់កូនចាចឹងបានថាម៉ែគ្រាន់ប្រាប់ថាលោកគឺជាអ្នកមកបំបត្តិនៅមុនខ្មៅនឹងឯងណាចាលោកផុសមកកាលពីចំនួនពុទ្ធសាសនាណាកូនចាណាគឺព្រះអង្គនឹងឯងរូបរាងនឹងឯងលោកត្រូវនិមន្តគង់នៅក្រោមដើមពោធិ៍មាសហើយនៅណាមានស្រីលង្កាកូនឯងស្គាល់ដែរពោធិ៍មាសគឺដើមពោធិ៍ហើយគេបាញ់ទឹកមាសដើមពោធិ៍បាញ់ទឹកមាសមិនកូនចុះមានដើមពោធិ៍ណាពណ៌មាសមានតែដើមពោធិ៍ពណ៌ខៀវពោធិ៍មាសមានតែស្លឹកពណ៌មាសខ្លួនពណ៌ដើមពណ៌មាសមិនទេកូនមិនមែនគឺពោធិ៍ដូចអញ្ចឹងទេណាកូនណាកូនពិតជាអត់ស្គាល់ពោធិ៍មាសនឹងមែនចុះបើអត់ស្គាល់មែនឲ្យកូនថាម៉េចកូនអត់ដែរឃើញសោះអត់ដែរឃើញផងពោធិ៍មាសមានដែរលើโลกហ្នឹងម៉ែមាននៅក្នុងបរិជាអាណាចក្រខ្មែរយើងនឹងមានហើយនៅក្នុងទឹកដីសៀមរាបទៀតម៉ែអរវាសនាកូនមួយកូនអត់ដឹងមែនអត់ដឹងបីណាពោធិ៍មាសណាប្រជាជនខ្មែរយើងស្គាល់ទាំងអស់គ្នាឥឡូវលោកយាយប្រាប់ចុះណាចាខ្មែរយើងពុទ្ធទំនាយខ្មែរយើងមិនរស់នៅមួយម្លប់ពោចុងក្រោយសល់មួយម្លប់ពោចាម្លប់ពោមាសនេះឯងណាកូនព្រះពុទ្ធសាសនាចាក្នុងព្រះពុទ្ធសាសនាឯងព្រះអង្គក៏ចឹងដែរព្រះអង្គផុសនឹងក៏លោកត្រូវតែគង់នៅក្រោមដើមពោធិ៍មាសនឹងដែរហើយប្រជានុរាស្ត្រខ្មែរយើងទាំងអស់នឹងស្គាល់គ្រប់គ្នាតែយើងអត់ដឹងថានឹងជាពោធិ៍មាសកូនអត់យល់ទេនេះម៉ែកាន់តែយល់ទេចាពោធិ៍មាសហ្នឹងគឺថាម៉ែអត់ហ៊ាននិយាយប្រាប់ណាកូនណាជាសាធារណៈទេចាព្រោះកេញសម្ងាត់សៀមណាចាអ្នកធំអ្នកតូចរបស់សៀមវាស្គាល់ម៉ែទាំងអស់ឥឡូវម៉ែអរវាសនាប្រាប់ប្រឆិតចុះកូនណាចាពោធិ៍មាសស្ថិតនៅក្នុងខេត្តសៀមរាបហាមខមមិនណាកូនកុំខមមិនផ្លេសផ្ដាស់ណាបើចង់ឲ្យប្រទេសយើងរុងរឿងណាកូននៅពេលដែលម៉ែប្រាប់ហើយតើពោធិ៍មាសម៉ែប្រាប់ហើយពោធិ៍មាសជាអ្វីណាចានៅក្នុងទឹកដីសៀមរាបហ្នឹងពោធិ៍មាសហ្នឹងកូនដឹងឯនៅពេលដែលព្រះអាទិត្យរះឬព្រះអាទិត្យលិចអ្វីទៅដែលមានពលឺដូចមាសកូននឹកឃើញអត់នៅក្នុងខេត្តសៀមរាបហ្នឹង
នៅក្នុងខេត្តសៀមរាបអ្វីទៅដែលព្រះអាទិត្យរះ ក៏ពណ៌មាសក៏ពណ៌មាសព្រះអាទិត្យលិចក៏ពណ៌មាសប៉ុន្តែព្រះអាទិត្យលិចហ្នឹងគឺពណ៌មាសខ្លាំងជាង អូដឹងបាត់ អន្តរជាតិក៏ស្គាល់ដែរសប្តាហ៍ថ្ងៃស្គាល់អស់មកពិភពលោកហើយ អូពូមាសហ្នឹងហើយគេហៅពូមាស ហើយនឹងកូន អញ្ចឹងយកលោកទៅដាក់នៅផ្នែកខាងណា លោកនៅកន្លែងព្រះលោកតារាជគឺព្រះនរាយណ៍ ចា កាលពីមុនព្រះនរាយណ៍លោកគង់នៅកន្លែងណាត្រូវយាងលោកទៅដាក់គង់នៅកន្លែងចាស់វិញ អូ ហើយយកកន្លែងរបស់លោកតារាជសប្តាហ៍ថ្ងៃហ្នឹងគឺព្រះនរាយណ៍សប្តាហ៍ថ្ងៃដាក់ព្រះតែផុសនឹងវិញ ចា ខ្ញុំសូមដល់ហ្មងដល់ថ្នាក់ដឹកនាំហ្មងសូមឲ្យបញ្ញារៀបចំឡើង ចា យាងលោកតារាជទៅកន្លែងលោកហើយនិមន្តព្រះដែលលោកផុសមកហ្នឹងណានិមន្តលោកឲ្យមកគង់នៅកន្លែងនេះវិញហើយហមលោកឲ្យបានត្រឹមត្រូវគឺហែព្រះមកណា ចា មិនមែនជាព្រះដែលផុសនៅក្រោមដើមពោធិ៍លោកត្រាស់ក្រោមដើមពោធិ៍មិនមែនទេគឺជាព្រះដែលដូនតាយើងប្រសិទ្ធិ ចា ណាបំបាច់កាច់បំបាក់ មុនខ្មៅអញ្ចឹងបានវាយកទៅកប់ដី មិនមែនវាយកទៅកប់ដីឲ្យលោកបាត់ខ្លួនឲ្យខ្លួនឯងទេ អញ្ចឹង ចាវាអត់ប៉ះពាល់លោកបានទេ អញ្ចឹងព្រះចាអញ្ចឹងព្រះហ្នឹងលោកមិនមែនផុសមកដើម្បីជួយឲ្យនគរកម្ពុជាយើងអស់សង្គ្រាមឲ្យរុងរឿងរស់ស៊ីមានបានអីទេប៉ុន្តែព្រះមួយអង្គហ្នឹងគឺលោកបន្សាបអាគមគាថាមុនខ្មៅគ្រប់ប្រាសាទទាំងអស់ដែលសៀមដាក់នៅប្រាសាទខ្មែរយើងឯម៉ែ ត្រឹមត្រូវកូន អញ្ចឹងដាក់លោកនៅកន្លែងអង្គព្រះនរាយណ៍ អង្គព្រះនរាយណ៍គឺលោកតារាជ ចាយកទៅដាក់កន្លែងដើមវិញ លោកតារាជយាងលោកទៅដាក់កន្លែងដើមវិញ ចា ចាអត់ទេណាអត់អីទេណាគឺលោកកាន់តែមានបារមីខ្លាំងឡើង ចា ហើយនិមន្តព្រះដែលផុស ចា ឲ្យមកឥឡូវខ្ញុំបកណាខ្ញុំណាសូមលើកប្រហាត់ឡើងនមស្ការថ្វាយបង្គំព្រះអង្គដែលគុណមួយអង្គដែលលោកបានរកឃើញវ៉ាចាតោងដើមចាខ្ញុំបកណាឃើញលោកប្រកាសកម្មមុនខ្ញុំបកណាអត់យកចិត្តទុកដាក់ទេឥឡូវសូមលោកយកវ៉ាចានោះមកពីកង់មកណាគុណហើយឆ្លាក់ជាព្រះ ចា ជាព្រះយកមកដាក់សងខាងព្រះដែលផុសនេះទុកជាបុណ្យកុសលរបស់ព្រះអង្គណាលោកមានវាសនាដែលលោកបានជួបជាមួយនឹងវត្តចាតោងដើមចាហ្នឹងហើយបើអាចទៅរួចឆ្លាក់ព្រះខាងស្ដាំដាក់ជាព្រះដែលលោកឈ្នះលោកផ្ចាញ់មីដាក់ខាងឆ្វេងជាព្រះដែលលោកប្រសាទ ចា បើព្រះអង្គអាចធ្វើបានសូមព្រះអង្គធ្វើតែត្រូវតែធ្វើគុណចាស់ព្រោះព្រះដែលផុសនេះលោកត្រូវការវត្តចាទុំលើដើមចាលោកតោងវត្តចាដើមចាហ្នឹងមកនៅជាមួយនឹងលោកឆ្លាក់លោកវាមកណាគុណណាឆ្លាក់មកបដិមាហ្នឹងគុណ ចាម៉ែចាអរគុណចា ចាអញ្ចឹងបងប្អូនទាំងអស់គ្នាបានជ្រាបរួចមកហើយថាអ្នកម្ដាយខ្ញុំជាមនុស្សធម្មតាមិនមែនជាគ្រូទាយគាត់មិនបានគាត់អត់អាចទាយអីបានទេព្រោះយើងមិនអាចបោកគេថាយើងចេះទាយយើងចេះស្រោចទឹកវានាំទុកដាក់ខ្លួនវានរកសួររកក្បាលចាអញ្ចឹងអ្វីដែលគាត់ដឹងអ្វីដែលគាត់ឃើញគឺគាត់ជម្រាបជូនបងប្អូនចាហើយអញ្ចឹងទេមុននឹងធ្វើវីដេអូបានមួយព្រោះអីផ្ទះនេះម៉ែនៅតែឯងខ្ញុំត្រូវសន្តាគារផងខ្ញុំទៅអាហារដ្ឋានខ្ញុំផងអញ្ចឹងមុននឹងធ្វើវីដេអូបានមួយគឺម៉ែឆាតទៅប្រាប់ពេលដែលគាត់សម្រានទៅគាត់យល់សពឃើញអីហ្នឹងគឺគាត់ឆាតប្រាប់បញ្ចេះចេះ2ឬក៏3ថ្ងៃបានខ្ញុំអាចធ្វើវីដេអូបានអញ្ចឹងខ្ញុំសេវដែលគាត់និយាយអីទាំងអស់ហ្នឹងដល់ពេលថតវីដេអូគឺខ្ញុំអ្នកជម្រាបប្រាប់គាត់រំលឹកប្រាប់គាត់ទេចាដូច្នេះស្ដាប់ទៅដូចជាខ្ញុំហ្នឹងប្រកបម៉ែអ្នកនិយាយតាមពិតមិនមែនទេ2 3ថ្ងៃជាងការ5ថ្ងៃបានចេញមួយវីដេអូណាអញ្ចឹងបងប្អូនបានជ្រាបហើយចាអរគុណបងប្អូនចាគោរពជម្រាបលាទាំងអស់គ្នាណាចា